22 ថ្ងៃនៃខែកុម្ភៈនេះនគរបាលជាតិឃាត់ខ្លួនជនកំប្លែងជាង60នាក់បញ្ជូនទៅតុលាការក្នុងរយៈពេល22ថ្ងៃគិតពីថ្ងៃទី1រហូតដល់ថ្ងៃទី22ខែកុម្ភៈឆ្នាំ2026នេះសមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបករណីល្បែងស៊ីសងចំនួន23ករណីឃាត់ខ្លួនអ្នកពាក់ព័ន្ធ67នាក់នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃរបាយការណ៍បានឲ្យដឹងថាមានជនងប់ល្បែង41នាក់ត្រូវបាននគរបាលអនុវត្តវិធានការច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណែក26នាក់ទៀតទទួលការអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់និងថតរូបទុកខណៈជនសង្ស័យផ្សេងទៀតកំពុងស្វែងរកចាប់ខ្លួនតាមរបាយការណ៍ដដែលករណីល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះមាននៅក្នុងមូលដ្ឋានជាអាតរាជធានីភ្នំពេញខេត្តកណ្ដាលកំពង់ស្ពឺតាកែវពោធិ៍សាត់កំពង់ធំក្រចេះបាត់ដំបងនិងខេត្តព្រៃវែង